នេះមកឆាថៃជាមួយតាពាំងលេជាមួយស៊ីឈ័នណាបងប្អូនស្ដាប់ទៅរៀងប្លែកតិចបងប្អូនមកហូបបែបកកើយើងហ្នឹងសម្រាប់ថៃនេះខ្ញុំរើសយកថៃឆ្ដោបងប្អូនខ្ញុំទិញពីសាមកខ្ញុំឲ្យគេហ្វីលេស្អាតមកតែតាពាំងវិញយើងយកតាពាំងជូរបងប្អូនតាពាំងជូរបានឆាទៅឆ្ងាញ់មុនដែលយើងឆាយើងសម្អាតថៃយើងឲ្យស្អាតសិនទៅបងប្អូនហើយចាំយើងហាន់វាជាប្រទេសក្រាស់ៗបន្ទាប់ពីហាន់ថៃរួចហើយយើងយកថៃហ្នឹងទៅប្រឡាក់ជាមួយអំបិលហើយនឹងម្សៅបងប្អូនម្សៅឆាយើងច្បល់វាឲ្យសព្វចូលគ្នាហើយយើងយកវាទៅស្រុះមកភ្លោកបងប្អូនស្រុះក្នុងទឹកក្តៅបងប្អូនសម្អាតថៃតាមវិធីខ្ញុំនេះធានាថា 100% អត់មានក្លិនឆ្អាបហ្មងបងប្អូនមានសាច់ថៃដែលសោះទឹកក្តៅនេះគឺសោះភ្លាមស្រង់ភ្លាមហ្មងតទៅពីស្រង់ថៃរួចហើយយើងចាប់ដើមដាក់ដុំស៊ីឈ័នរបស់យើងនឹងចូលទៅសម្រាប់ដុំស៊ីឈ័ននេះបងប្អូនចង់ដាក់តិចដាក់ច្រើនតាមចំណង់ចំណូលចិត្តបងប្អូនចេះហិលអញ្ចឹងឆាស៊ីឈ័នជាមួយខ្ទឹមសនឹងឲ្យឡើងឈ្ងុយសិនទៅចាំយើងដាក់តាពាំងរបស់យើងចូលទៅបងប្អូនតាពាំងជូរហ្នឹងតទៅខ្ញុំដាក់ប៊ីចេងបន្តិចស្ករបន្តិចទឹកស្អ៊ីវបន្តិចបងប្អូនយើងភ្លក់តាមរសជាតិដែលយើងចង់បានរួចហើយចាំយើងដាក់សាច់ថៃរបស់យើងចូលទៅបងប្អូនសាច់ថៃដែលយើងបានសោះរួចហ្នឹងយើងឆាតាពាំងនិងសាច់ថៃហ្នឹងឲ្យសព្វចូលគ្នាហើយបានខ្ញុំបន្ថែមវាជាមួយប្រេងខ្យងទៅចុងក្រោយគេការឆាសាច់ត្រីបងប្អូនមិនត្រឹមតែឆាមួយតាពាំងឯងឆាមួយអីក៏ដោយគឺយើងឆាយកលឿនណាបើឆាយូរពេកសាច់ត្រីរបស់យើងនឹងវាអាចម៉ត់វល់ចូលគ្នាបងប្អូនវីដេអូឆាត្រីមួយតាពាំងជូរលេជាមួយស៊ីឈ័នរបស់ខ្ញុំបានចប់ហើយបងប្អូនស្រឡាញ់ជួយចិត្តជួយ like ជួយ share follow page ម្នាក់មួយផងណាអរគុណបាយបាយជម្រាបលា